រឿងភ្នំប្រសិទ្ធដែលអ្នកស្រុកហៅថាភ្នំប្រសិទ្ធគឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នាប៉ុន្តែដោយការចែកព្រំប្រទល់ស្រុកនៅខេត្តកណ្ដាលភ្នំទាំងពីរនេះក៏គេត្រូវរំលែកធ្វើជាខណ្ឌព្រំប្រទល់ស្រុកចំកណ្ដាលជ្រលងភ្នំគឺភ្នំខាងលិចចូលក្នុងឃុំម្កាក់ស្រុកអង្គស្នួលឯភ្នំខាងកើតនៅក្នុងឃុំឆ្វាំងស្រុកពញាឮខេត្តកណ្ដាលដូចគ្នាភ្នំទាំងពីរនេះភ្នំខាងលិចមិនមានរឿងរ៉ាវឬកន្លែងបរមរាណអ្វីគួរគប្បីនឹងលើកមកអត្ថាធិប្បាយទេគឺមានតែភ្នំខាងកើតប៉ុណ្ណោះដែលមានរឿងរ៉ាវជាច្រើនមានដំណើរចាស់តាក់ទងដោយរឿងព្រេងយ៉ាងច្រើនកាលពីដើមអ្នកស្រុកច្រើនទុកភ្នំនេះជាទីកន្លែងស័ក្តិសិទ្ធិសម្រាប់អ្នកស្វែងរកបែបបន់និងសម្រេចប្រាថ្នាណាមួយឬក៏ធ្វើការសាងសិល្ប៍ភាវនានៅទីនោះតែនៅសម័យបច្ចុប្បន្នជំនឿទាំងនេះក៏ខ្សោយបន្តិចម្ដងទៅតាមការវិវត្តនៃធម៌អាហេតុនេះទីភ្នំនេះទៅជាទីទេសចរណ៍មួយសម្រាប់អ្នកស្រុកជិតឆ្ងាយធ្វើដំណើរទៅកម្សាន្តជារៀងរាល់ពេលដែលបានទំនេរលំហែពីការងារបើយើងធ្វើដំណើរពីភ្នំពេញទៅបាត់ដំបងកាត់តាមផ្លូវជាតិលេខ5យើងធ្វើដំណើរទៅដល់ផ្សារព្រែកភ្នៅយើងនឹងឃើញផ្លូវនៅខាងឆ្វេងដៃកាត់តាមផ្សារព្រែកភ្នៅរួចយើងធ្វើដំណើរបន្តទៅទៀតប្រហែលជា15គីឡូម៉ែត្រយើងនឹងឃើញភ្នំតូចមួយនៅខាងឆ្វេងដៃភ្នំនោះគឺភ្នំប្រសិទ្ធនៅនឹងចង្កេះភ្នំផ្នែកខាងជើងមានវិហារមួយគ្របប្រក់ពីលើព្រះពុទ្ធនិមាករចូលនិព្វានមួយអង្គសាងដោយថ្មយ៉ាងមាំមានបណ្ដោយប្រមាណជា27ម៉ែត្រត្រង់នោះអ្នកស្រុកហៅថាកន្លែងព្រះនិព្វាននៅខាងក្រោមកន្លែងព្រះនិព្វាននោះបន្តិចមានរូងដីមួយកន្លែងទទឹងប្រមាណជា5ម៉ែត្របណ្ដោយ6ម៉ែត្រជារូងផ្ទាល់តែមានមកពីអង្វែងកាលយូរហើយខាងកើតរូងដីនោះបន្តិចមានថ្មមួយផែនយ៉ាងធំហើយមានសភាពចម្លែកត្រង់មានស្នាមជើងសេះនិងជើងមនុស្សត្រុតជាប់នៅនឹងថ្មនោះប៉ុន្តែដោយសារពេលវេលាយូរលង់ពេកទៅហើយសព្វថ្ងៃនេះក៏រលប់ខ្លះទៅខាងត្បូងថ្មដាមានស្នាមនេះមានខឿនថ្មមួយកន្លែងអ្នកស្រុកហៅថាឥសីចង្ក្រមលុះឡើងដល់កំពូលភ្នំមានព្រះវិហារមួយជាសំណង់ចាស់បុរាណដែលមានទទឹង8ម៉ែត្របណ្ដោយ15ម៉ែត្រអ្នកស្រុកសន្មតនាមព្រះវិហារនោះហៅថាវិហារត្រៃត្រង់អំពីរឿងព្រេងដែលតាក់ទងនឹងកន្លែងទាំងនេះមានដោយឡែកពីគ្នាហើយយើងនឹងលើកយកមកអត្ថាធិប្បាយមួយម្ដងដូចតទៅ
ទី1អំពីរូងដីនិងឥសីចុងក្រោមចំពោះទីកន្លែងទាំងពីរនេះមានរឿងព្រេងតែមួយទេគឺរឿងបក្សីចាំក្រុងសេចក្តីពិស្ដារនៃរឿងព្រេងនេះយើងបានបោះពុម្ពក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគ5ត្រង់រឿងព្រះវិហារសួររួចសពគ្រប់ហើយឥឡូវនេះយើងចោះយកតែត្រង់អន្លើដែលមានតាក់ទងនឹងទីកន្លែងត្រង់នេះមកបញ្ជាក់តែប៉ុណ្ណោះមានសេចក្តីដំណាលថាកាលដែលស្ដេចដំបងក្រញូងជ្រែករាជ្យនោះក៏បានឡើងគ្រងរាជ្យរហូតមកប៉ុន្តែរាជ្យសម្បត្តិនោះពុំបានសុខសាន្តទេនៅរយៈពេលតែ7ឆ្នាំនិង7ខែប៉ុណ្ណោះមានអ្នកមានបុណ្យម្នាក់គឺព្រះបាទពញាក្រែកមកដណ្ដើមរាជ្យជាបន្តទៅទៀតដំណើររឿងមុននឹងបានរាជ្យទៅព្រះបាទពញាក្រែកនោះព្រះបាទដំបងក្រញូងបានធ្វើទុក្ខបុកម្នេញដល់ញាតិវង្សក្សត្រអង្គមុនសន្ធឹកណាស់ហេតុនេះបានជាពាវេរាមកដល់ព្រះអង្គវិញគឺពេលដែលព្រះបាទពញាក្រែកឡើងសោយរាជ្យហើយក៏ចេញបញ្ជាឲ្យចងអាឃាតជាបាទវិញដែរប៉ុន្តែនៅពេលនោះមានអ្នកម្នាងមួយនោះមានគភ៌រត់ទៅពួនស្នាក់នៅនឹងលំនៅញាតិសន្តានជារាជថ្ងៃមួយមានហេតុចម្លែកជាប្រផ្នូលព្រះបាទពញាក្រែកក៏ឲ្យហោរាគុនគូមើលហោរាក្រាបទូលថាមានអ្នកមានបុណ្យម្នាក់ទៀតបានបដិសន្ធិក្នុងផ្ទៃរបស់អ្នកម្នាងនៃស្ដេចដំបងក្រញូងស្ថិតនៅទិសណាក៏ក្រាបទូលសពវេលានោះព្រះបាទពញាក្រែកក៏ឲ្យពេជ្ឈឃាតតាមរកឃើញរួចក៏យកមកសម្លាប់ចោលទៅតែនៅពេលកាប់នោះទារកនោះឯងក៏រត់ឡើងពីពោះទៅនៅក្នុងទ្រូងម្ដាយលុះត្រាតែពេជ្ឈឃាតទៅផុតទើបទារកចេញពីផ្ទៃមាតាមកនៅកណ្ដាលវាលពេលនោះមានសត្វបក្សីមួយដ៏ធំឃើញទារកនៅកណ្ដាលវាលដូច្នោះក៏ចុះមកកាងស្លាបគ្របដណ្ដប់ទារកកុំឲ្យក្តៅជួនជាមានបុរសចាស់ម្នាក់ឈ្មោះតាកាហេគាត់ភ្ជួរដីហើយដើររូតរះទៅផ្ទះក៏ប្រទះឃើញទារកនោះគាត់ក៏បីយកកុមារនោះទៅទុកថែរក្សាអស់រយៈពេល7ឆ្នាំស្ដេចឲ្យហោរាគុនគូម្ដងទៀតព្រះអង្គជ្រាបថាអ្នកមានបុណ្យនោះពុំទាន់ស្លាប់ទេទ្រង់ត្រាស់ឲ្យប្រមូលយកក្មេងអាយុ7ឆ្នាំទាំងអស់មកផ្ដិតមើលក្រយៅដៃពេលនោះតាកាហេក៏ត្រូវគេកេណ្ឌឲ្យយកចៅចិញ្ចឹមគាត់ទៅផ្ដិតដែរស្រាប់តែមានរូបកងចាក់នៅបាតដៃចៅគាត់ដែលត្រូវគេយកទៅប្រហារចោលព្រោះសម្គាល់ថាជាអ្នកមានបុណ្យប៉ុន្តែតាកាហេលួចកញ្ឆក់ចៅពោរត់គេចដោយមានសត្វកាងស្លាបគ្របពីលើរហូតទាល់តែបាត់ផុតពីមុខបណ្ដាជនអ៊ូអទៅសេនាអាមាត្យនាំគ្នាតាមកិតដែរតែតាមពុំទាន់តាកាហេនាំកុមារនេះពីស្រុកមួយទៅស្រុកមួយដូចជាកាត់ទន្លេធំត្រង់រកការកោងឆ្លងទៅល្វាទេរួចទៅដល់វិហារសួរតែពុំបាត់ភិតភ័យសោះ
ស្បិតតបគេចេះតែដេញតាមពុំឈប់ឈរកាលនោះគាត់នាំកុមាររត់ពីវិហារសួរឆ្លងទន្លេមកខាងលិចវិញហើយឆ្លងកាត់ភូមិក្បែរមាត់ទន្លេទៅរកទីភ្នំដើម្បីស្រួលពួនស្នាក់អាស្រ័យគាត់ទៅពួននឹងភ្នំមួយក្នុងខេត្តសំរោងទងដែលសព្វថ្ងៃហៅថាភ្នំប្រសិទ្ធនេះទីភ្នំនេះពុំមានជនសាមញ្ញណាទៅដល់ទេកាលពីសម័យនោះដូច្នេះហើយបានជាតាកាហេយល់ឃើញថាជាទីសុខសាន្តមិនតែប៉ុណ្ណោះទីនោះឯងជាទីអាស្រមបទនៃពពួកឥសីទាំងឡាយធ្វើចង្ក្រមភាវនារៀងរាល់ថ្ងៃផងតាំងពីមកដល់ទីកន្លែងនេះក៏បានរស់នៅសុខស្រួលប្រកបដោយសេចក្តីសុខសាន្តមែនលុះដល់ព្រះបាទពញាក្រែកសោយរាជអស់កាលយូរមកក៏សោយទីវង្គតទៅទើបមន្ត្រីរាជការទាំងអស់ស៊ើបសួររករាជកុមារជាបុត្រអតីតមហាក្សត្រដើម្បីដង្ហែឡើងសោយរាជទទួលជាពេលនោះក៏លេចឮល្បីព្រះកុមារព្រះរាជបុត្រមួយអង្គដែលនៅជាមួយតាកាហេហើយដែលអ្នកស្រុកស្គាល់ព្រះនាមថាបក្សីចាំក្រុងដែលនៅជាមួយតាកាហេហើយអ្នកស្រុកស្គាល់ព្រះនាមថាបក្សីចាំក្រុងព្រោះតាកាហេបានថ្វាយព្រះនាមនេះតាំងពីគាត់ឃើញបក្សីតាមកាងស្លាបលើព្រះរាជកុមារតាំងពីតូចនោះមកម្ល៉េះអស់ពួកសពមុខមន្ត្រីនាំគ្នាទៅដង្ហែយកព្រះរាជកុមារបក្សីចាំក្រុងហើយរៀបអភិសេកឡើងគ្រងរាជសម្បត្តិទៅក្រោយពីបានឡើងគ្រងរាជហើយព្រះអង្គក៏ចាត់ឲ្យសាងព្រះពុទ្ធរូបព្រះវិហារជាទីគោរពនៅលើភ្នំនេះហើយសន្មតនាមទីភ្នំនោះថាភ្នំឫស្សីសិទ្ធិបានន័យថាជាភ្នំរបស់ឥសីសឹងប្រកបតាមប្រាថ្នាព្រោះការដែលរស់នៅលើភ្នំនេះតាកាហេតែងតែបន់ស្រន់ជារឿយសូមបួងសួងឲ្យព្រះរាជកុមារបានឡើងគ្រងរាជ្យលុះឥឡូវនេះក៏បានសម្រេចដូចប្រាថ្នាមែនទើបបានជាសន្មតទីនោះថាដូច្នេះទី2អំពីផែនថ្មមានស្នាមជើងសេះចំពោះស្នាមជើងសេះនៅលើផែនថ្មតាមចាស់ទុំនិយាយថាមានទំនាក់ទំនងមកពីរឿងចៅរិទ្ធិសែននិងនាងកង្រីត្រង់ដែលរិទ្ធិសែនយកសម្បត្តិនាងសន្ធមារទៅឲ្យនាងកង្រីហើយទៅដេកស្នាក់នៅក្បែរនឹងអាស្រមបទនៃមហាឥសីពេលនោះមហាឥសីលួចមើលសម្បត្តិឃើញនាងសន្ធមារបង្គាប់ឲ្យនាងកង្រីជាកូនសម្លាប់កុមារនោះចោលទៅនៅពេលដែលទៅដល់ឥសីក៏លួចហែកសម្បត្តិចោលថ្លែងសម្បត្តិសាជាថ្មីដោយឲ្យនាងកង្រីទទួលយកបុរសនោះធ្វើជាប្តីកាលណាបើឃើញកុមារនោះទៅដល់គឺត្រង់កន្លែងនោះហើយដែលមានផែនថ្មធំនៅទៀបកន្លែងឥសីចង្ក្រមនៅពេលចៅរិទ្ធិសែនត្រឡប់មកវិញដោយប្រញាប់ប្រញាល់រត់ចោលនាងកង្រីនោះក៏មកកាន់ទីកន្លែងនោះទៀតហើយបានជួបនឹងឥសី
ឥសីក៏ឲ្យទានស្លឹកឈើហើយឲ្យហោះរត់ទៅនៅលើផែនថ្មនោះហើយដែលចៅរិទ្ធិសែនចាប់បំផាយសេះលូតផ្លោះហោះឡើងបានជាមានស្នាមជើងសេះរត់ជាប់នឹងផ្ទាំងថ្មត្រង់នោះឯងបើពោលដោយសង្ខេបទៅបុរាណស្ថាននេះជាទីដំណែលអំពីមហាក្សត្រអង្គណាមួយក្នុងអតីតកាលមែនប៉ុន្តែពុំមានដានខាងអក្សរចារឹកឲ្យច្បាស់លាស់យកមកជាព័ត៌មានពិតប្រាកដបានឡើយហើយយើងយល់ត្រឹមតែសេចក្តីសន្និដ្ឋានប៉ុណ្ណោះដោយអង្កេតតាមរូបភាពទីកន្លែងនិងសេចក្តីនិទានខ្លះៗរបស់អ្នកស្រុកដែលចេះចាំតគ្នាតែប៉ុណ្ណោះដូច្នេះបើយើងសន្និដ្ឋានកំណត់ឲ្យដាច់ស្រេចថាក្សត្រអង្គណាជាអ្នកកសាងឬការកសាងនេះពីរាជការណានោះពុំទាន់បាននៅឡើយទេការងារនេះនៅក្នុងការស្រាវជ្រាវតែរាល់ថ្ងៃនេះក្រៅអំពីសេចក្តីពិចារណារិះរេខាងទីតាំងនិងប្រវត្តិពង្សាវតារដែលយើងលើកយករឿងព្រេងមកបញ្ជាក់តាមអំណាចអ្នកស្រុកចេះចាំតគ្នានេះយើងងាកបែរទៅខាងទេសភាពនិងព្រៃព្រឹក្សាឯណោះវិញម្ដងតាមពិតភ្នំនេះពុំមែនជាព្រៃស្រោងប្រកបដោយឈើធំឡើយសភាពជាព្រៃរបោះដែលមានតែកូនឈើតូចក្រោកដណ្ដប់លើដីខ្សាច់សនៅចន្លោះដុំថ្មធំហើយថ្មទាំងនោះភាគច្រើនក៏មានពណ៌សដែរហេតុនេះបានជាភ្នំនេះជាទីកន្លែងយកថ្មសម្រាប់ធ្វើផ្លូវរថភ្លើងនិងយកមកប្រើប្រាស់សពយ៉ាងនៅក្នុងក្រុងភ្នំពេញសព្វថ្ងៃរួមសេចក្តីមកភ្នំប្រសិទ្ធសព្វថ្ងៃជាទីទេសចរណ៍សម្រាប់ជនរួមជាតិយើងមួយកន្លែងយ៉ាងសំខាន់ដែរមានរថយន្តទេសចរណ៍ចេញចូលជាញឹកញាប់រៀងរាល់ថ្ងៃអាទិត្យនិងថ្ងៃបុណ្យផ្សេងដែលអ្នកធ្វើការបានឈប់សម្រាក